ហេតុអ្វីបានជាមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកត្រូវញែកដាច់ពីគ្នាអាក្បាំងត្រូវបានបើកបង្ហាញនៅពេលដែលយើងគិតពីមហាសមុទ្រយក្សពីរគឺអាត្លង់តិកនិងប៉ាស៊ីហ្វិកយើងមានទំនោរទៅនឹងស្រមៃមើលទឹកថ្លាគ្មានទីបញ្ចប់របស់វាទោះជាយ៉ាងណាក៏ដោយបាតុភូតចម្លែកគួរឲ្យចាប់អារម្មណ៍មួយកំពុងកើតឡើងនៅចំណុចប្រសពនៃសមុទ្រទាំងពីរនេះគឺទឹកសមុទ្ររបស់ពួកវាហាក់ដូចជាមិនស៊ីគ្នានឹងគ្នាទាំងស្រុងតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគុណភាពទឹកភាពប្រៃនិងសូម្បីតែជីវិតក្នុងសមុទ្រនៃមហាសមុទ្រទាំងពីរនេះខុសគ្នាខ្លាំងម្ល៉េះបន្ទាប់ពីការស្រាវជ្រាវនិងការសង្កេតជាច្រើនឆ្នាំមកទីបំផុតអ្នកវិទ្យាសាស្ត្របានបង្ហាញនៅអាថ៌កំបាំងនេះពួកគេបានរកឃើញថាភាពមិនចុះសម្រុងគ្នារវាងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកគឺជាលទ្ធផលនៃកត្តារួមផ្សំរួមទាំងឥរិយាបថនៃសម្បកផែនដីប្រព័ន្ធចរន្តមហាសមុទ្រប្រតិកម្មរូបរាងនិងគីមីវិសាស្ត្រហេតុផលទាំងនេះមិនត្រឹមតែផ្ដល់ឲ្យយើងនៅការយល់ដឹងកាន់តែទូលំទូលាយអំពីទំនាក់ទំនងរវាងមហាសមុទ្រនិងភូមិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់នូវតម្រុយដ៏មានតម្លៃដល់ការយល់ដឹងរបស់យើងអំពីភាពស្មុគស្មាញនៃប្រព័ន្ធផែនដីផងដែរភាពខុសគ្នានៃអំបិលនិងសីតុណ្ហភាពមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកគឺជាមហាសមុទ្រដ៏ធំបំផុតរបស់ពិភពលោកហើយមានភាពខុសគ្នាជាច្រើនរវាងពួកវាភាពខុសគ្នាដ៏សំខាន់បំផុតមួយគឺទឹកប្រៃនិងសីតុណ្ហភាពរបស់វាកត្តាទាំងពីរនេះគឺជាមូលហេតុចម្បងមួយដែលនាំឲ្យមានភាពមិនស៊ីគ្នានៃទឹកនៃមហាសមុទ្រទាំងពីរទឹកសមុទ្រមានអំបិលរលាយជាច្រើនដូចជាសូស្យូមក្លរ៉ូសូស្យូមស៊ុលហ្វាតនិងម៉ាញ៉េស្យូមក្លរវត្តមាននៃអំបិលទាំងនេះធ្វើឲ្យទឹកសមុទ្រមានជាតិប្រៃទោះជាយ៉ាងណាក៏ដោយសារតែភាពខុសគ្នានៃទីតាំងភូមិសាស្ត្រនៃប្រព័ន្ធចលនាភាពប្រៃពិតប្រាកដនៃមហាសមុទ្រទាំងពីរគឺមិនដូចគ្នាទាំងស្រុងនោះទេមហាសមុទ្រប៉ាស៊ីហ្វិកមានទីតាំងនៅជិតខ្សែអេក្វាទ័រហើយត្រូវបានជះឥទ្ធិពលដោយខ្យល់ពាណិជ្ជកម្មនិងការចរាចរណ៍លើកោះអេក្វាទ័រចរន្តទាំងនេះដឹកជញ្ជូនអំបិលឆ្ពោះទៅកណ្ដាលមហាសមុទ្រហើយរួមចំណែកដល់ការកាត់បន្ថយជាតិប្រៃនៅក្នុងទឹកប៉ាស៊ីហ្វិកផ្ទុយទៅវិញមហាសមុទ្រអាត្លង់តិកមានភូមិសាស្ត្រចម្រុះជាងហើយទទួលបានទឹកសមុទ្រពីតំបន់កាន់តែច្រើនដូច្នោះជាតិប្រៃរបស់វាខ្ពស់គួរសមមហាសមុទ្រប៉ាស៊ីហ្វិកគឺជាមហាសមុទ្រធំជាងមហាសមុទ្រអាត្លង់តិក2ដងដោយសារតែភូមិសាស្ត្រដ៏ធំនៃមហាសមុទ្រប៉ាស៊ីហ្វិកថាមពលរស្មីគឺមានទំហំធំគួរសមជាមួយគ្នានេះដែរមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅត្រង់ខ្សែអេក្វាទ័រនិងរយៈទទឹងខ្ពស់ហើយសីតុណ្ហភាពថយចុះជាលំដាប់នៅពេលដែលរយៈទទឹងកើនឡើងនេះបណ្ដាលឲ្យមានសីតុណ្ហភាពលើផ្ទៃទឹកកាន់តែត្រជាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រអាត្លង់តិកគឺជាមហាសមុទ្រតូចចង្អៀតហើយទឹករបស់វាងាយរងឥទ្ធិពលដោយចលនាដីនិងមហាសមុទ្រចរន្តទាំងនេះធ្វើឲ្យផ្ទៃទឹកនៃមហាសមុទ្រអាត្លង់តិកកាន់តែក្តៅលើពីនេះទៅទៀតមហាសមុទ្រអាត្លង់តិកក៏រងឥទ្ធិពលដោយចរន្តទឹកសមុទ្រត្រជាក់ពីមហាសមុទ្រអាកតិកដែលបណ្ដាលឲ្យសីតុណ្ហភាពនៃទឹកអាត្លង់តិកខាងជើងធ្លាក់ចុះបន្ថែមទៀតឥទ្ធិពលនៃចរន្តទឹកសមុទ្រនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រចរន្តមហាសមុទ្រទាំងពីរគឺជាហេតុផលមួយដែលធ្វើឲ្យមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកមិនស៊ីគ្នាមានប្រព័ន្ធចរន្តខ្លាំងរវាងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកហើយចរន្តរវាងមហាសមុទ្រទាំងពីរដើរតួជាឯកោខាងរូបវិទ្យាចរន្តទឹកសមុទ្រដ៏ល្បីល្បាញបំផុតគឺចរន្តអាត្លង់តិកខាងជើងនិងចរន្តអេក្វាទ័រចរន្តអាត្លង់តិកខាងជើងត្រូវបានបង្កើតឡើងដោយភាពខុសគ្នានៃសីតុណ្ហភាពនិងជាតិប្រៃដែលរារាំងទឹករវាងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកពីការលាយបញ្ចូលគ្នាបានទេភាពមិនស្មើគ្នានេះបង្កើនរបាំងរូបសាស្ត្ររវាងមហាសមុទ្រទាំងពីរដែលបណ្ដាលឲ្យពួកវាមានលក្ខណៈជលសាស្ត្រខុសគ្នាទាំងស្រុងវត្តមាននៃចរន្តទឹកសមុទ្រក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅក្នុងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកប្រព័ន្ធអេកូឡូស៊ីរវាងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកបានបង្កើតជាលក្ខណៈពិសេសដោយសារតែឥទ្ធិពល
ដាច់ដោយឡែកនៃចរន្តសមុទ្រទាំងពីរមហាសមុទ្រអាត្លង់តិកគឺជាមហាសមុទ្រដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលផ្ទុកសារធាតុចិញ្ចឹមជាច្រើននៅក្នុងចរន្តទឹកអាត្លង់តិកខាងជើងដ៏ត្រជាក់សារធាតុចិញ្ចឹមទាំងនេះចិញ្ចឹម Phytoplankton នៅក្នុងមហាសមុទ្រអាត្លង់តិកបង្កើតជាខ្សែសង្វាក់អាហារដ៏ធំមហាសមុទ្រប៉ាស៊ីហ្វិកគឺជាមហាសមុទ្រដែលមានស្ថិរភាពនិងមិនសូវមានសារធាតុចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីប៉ាស៊ីហ្វិកត្រូវបានគ្របដណ្ដប់ដោយ Plankton និងសត្វសមុទ្រដែលបានសម្របខ្លួនទៅនឹងបរិស្ថានដែលមិនសូវមានបន្ថែមពីលើឥទ្ធិពលនៃចរន្តទឹកសមុទ្រភាពមិនស៊ីគ្នារវាងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកក៏ពាក់ព័ន្ធទៅនឹងអន្តរកម្មផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរជាឧទាហរណ៍ភាពមិនស៊ីគ្នារវាងមហាសមុទ្រពីរអាចបណ្ដាលឲ្យប្រភេទសត្វសមុទ្រផ្សេងគ្នាមិនអាចធ្វើចំណាក់ស្រុកឬពិបាកនៅក្នុងការធ្វើចំណាក់ស្រុកប្រភេទសត្វជាច្រើនពឹងផ្អែកទៅលើការធ្វើចំណាក់ស្រុកដើម្បីស្វែងរកបរិយាកាសសមស្របជាងសម្រាប់ការបង្កាត់ពូជស្វែងរកអាហារឬគេចចេញពីមុំសាស៊ីទោះជាយ៉ាងណាក៏ដោយភាពដាច់ដោយឡែកពីគ្នារវាងមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកកំណត់ការធ្វើចំណាក់ស្រុករបស់សត្វទាំងនេះហើយប៉ះពាល់ដល់វដ្តជីវិតនិងការចែកចាយចំនួនជីវិតរស់នៅរបស់ពួកវាភាពខុសគ្នានៃរចនាសម្ព័ន្ធភូមិសាស្ត្រនិងការវិវត្តប្រវត្តិសាស្ត្រនៅពីក្រោយភាពមិនស៊ីគ្នានៃទឹកសមុទ្រទាំងពីរនេះមានភាពខុសគ្នាសំខាន់នៅក្នុងរចនាសម្ព័ន្ធភូមិសាស្ត្រនិងការវិវត្តជាប្រវត្តិសាស្ត្រមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកស្ថិតនៅចន្លោះចានទ្វីបផ្សេងគ្នាហើយមានភាពខុសគ្នាជាក់ស្ដែងនៅក្នុងរចនាសម្ព័ន្ធភូមិសាស្ត្ររបស់ពួកវាមហាសមុទ្រអាត្លង់តិកគឺជាមហាសមុទ្រវ័យក្មេងដែលបង្កើតឡើងនៅក្នុងអំឡុងយុគសម័យមេសូសូយប្រហែល180លានឆ្នាំមុនខណៈដែលមហាសមុទ្រប៉ាស៊ីហ្វិកគឺជាមហាសមុទ្រដែលមានវ័យចំណាស់ដែលបង្កើតឡើងនៅក្នុងអំឡុងសម័យមេសូសូយប្រហែលជា220លានឆ្នាំមុនភាពខុសប្លែកគ្នានៅក្នុងភូមិសាស្ត្រនេះនាំឲ្យមានភាពខុសប្លែកពីគ្នាផ្នែករូបវិទ្យានិងរចនាសម្ព័ន្ធរវាងមហាសមុទ្រទាំងពីរនៅក្នុងអំឡុងពេលនៃការបង្កើតសម្បកអាត្លង់តិកការរីករាលដាលនៃបាតសមុទ្រគឺសកម្មខ្លាំងណាស់ហើយជ្រលងភ្នំដែលលាតសន្ធឹងបានបន្តកើតឡើងនិងរីករាលដាលនេះគឺទៅរកភាពរស់រវើកនិងសកម្មភាពនៃសម្បកអាត្លង់តិកដែលជំរុញឲ្យសកម្មភាពកម្ដៅនៅក្នុងផែនដីដ៏ធំចូលជ្រៅនៅក្នុងសម្បកមហាសមុទ្រប៉ាស៊ីហ្វិកមានស្ថិរភាពជាងមុនការបង្កើតនិងការផ្លាស់ប្ដូរសម្បកគឺយឺតជាងដូច្នោះសម្បកសមុទ្រប៉ាស៊ីហ្វិកមានអាយុចាស់ហើយសកម្មភាពកម្ដៅនៅក្នុងផែនដីគឺខ្សោយភាពខុសគ្នាទាំងនេះនៅក្នុងរចនាសម្ព័ន្ធភូមិសាស្ត្រប៉ះពាល់ដោយផ្ទាល់ទៅលើលក្ខណៈសម្បត្តិនិងសមាសធាតុគីមីនៃទឹកសមុទ្រទាំងពីរដែលបង្កើតជាលក្ខណៈខុសៗគ្នាសម្រាប់ទឹកនៃមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកភាពខុសប្លែកពីគ្នាទាំងនេះនៅក្នុងការវិវត្តជាប្រវត្តិសាស្ត្រក៏នាំឲ្យមានភាពឯកោវារីអគ្គិសនីដ៏អស្ចារ្យរវាងទឹកអាត្លង់តិកនិងប៉ាស៊ីហ្វិកអស់រយៈពេលជាយូរមកទឹកនៃមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកមិនមានឱកាសបញ្ចូលគ្នាទេបង្កើតជាប្រព័ន្ធមហាសមុទ្រពីរដាច់ដោយឡែកពីគ្នាបន្ថែមពីលើភាពខុសគ្នានៃភូមិសាស្ត្រនៃប្រវត្តិវិទ្យាគីមីវិទ្យាទឹកនៃមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកក៏រួមចំណែកដល់ភាពមិនស៊ីគ្នានៃទឹកសមុទ្រផងដែរទឹកសមុទ្រអាត្លង់តិកត្រូវបានកំណត់លក្ខណៈដោយភាពប្រៃខ្ពស់និងសីតុណ្ហភាពទាបដោយសារតែការយកអំបិលចេញខ្សោយនៅក្នុងអំឡុងពេលលំហូរអំបិលពីទ្វីបមហាសមុទ្ររួមជាមួយនឹងឥទ្ធិពលនៃត្រជាក់ដែលហូរមកពីរយៈទន្ទឹងខ្ពស់មហាសមុទ្រប៉ាស៊ីហ្វិកមានភាពកក់ក្ដៅនិងមានភាពជាតិប្រៃទាបដែលជាលទ្ធផលនៃទឹកភ្លៀងនៃតំបន់ត្រូពិកការថយចុះអំបិលកាន់តែច្រើននិងការហូរចូលនៃទឹកក្តៅពីអេក្វាទ័រ